ចានេះមាន8ពូមិនថា8ខ្សែបាទ8ខ្សែក៏តែច្រើនបាទ8ខ្ទង់ប៉ុន្តែច្រើនលេងតែ7ទេអូមានវា8ខ្ទង់ប៉ុន្តែលេង7ខ្ទង់បាទដូច្នេះវាចែកចេញជាសំឡេងមកគូបាទនេះសំឡេងបាទចុះចឹងវាលេងសំឡេងមកគូរត់មកគូបាទរត់មកគូខ្ញុំស្រីស្លេអត់ត្រូវតិចចុះនេះគឺស្រីនេះអូនេះស្រី copy ហ្គីតាប្រត់គេ copy ហ្គីតាដាច់រត់ស្រួលនេះសំឡេងវាមកអាហ្នឹងគេហៅគេនេះគេហៅគេមើលកូនខ្មែរខ្លះដឹងនេះគេហៅគេណាអានេះហៅបើសិនទៅហៅភាសាសាមញ្ញធម្មតាលុងខឹមលុងខឹមបាទខ្លះហៅរំពើអូរំពាត់បាទខ្លះហៅរំពើតែបើខ្ញុំហៅសាមញ្ញធម្មតាតាំងពីដឹងឮមកហៅលុងខឹមបាទលុងពីព្រោះលុងវាស្មើជាមួយនឹងពាក្យថាវាយអញ្ចឹងរំពាត់ដំពើវាវាយដែរដូច្នេះពាក្យទាំងពីរនេះអាចប្រើបានទាំងអស់បំពើក៏គេវាយលុងក៏គេវាយលុងខឹមបាទហើយក៏ប៉ុន្តែលុងវាយមានភាសាខុសពីនេះទៅទៀតបើសិនយើងវាយតិចយើងថាវាយធម្មតាក៏តែវាយខ្លាំងថាមួតឬក៏ដំមួតឬក៏ដំបាទមានអានោះពេលទៅវាយភ្លេងខាន់តែខ្លាំងអាមួតឬដំទៅបាទនេះយើងវាយទៅសំឡេងវាក្នុងសំឡេងទាំង8ខ្ទង់នេះគឺវាសំឡេងមានតែ2ទេគូបាទនេះបាទនេះបាទនេះមកគូធ្វើបាត់តែមួយនេះសំឡេងតូចនេះសំឡេងរាងលឺធំក៏ប៉ុន្តែសំឡេងសំនៀងលឺទៅហៅសំនៀងលឺតែមួយទេចឹងវារត់គូរត់គូលេងខ្សែហ្គីតាតែមួយទេហើយខាងនេះបាទរនាតបាទអានេះណែហៅថាបើខាងនេះហៅខ្សែឯកអានោះខ្សែឯកទូខ្សែឯកបាទខាងនេះខាងនេះហៅខ្សែឯកបាទខ្សែឯកចាខាងនេះប៉ុន្តែខ្សែឯកនេះអត់រាប់ទាំងអានេះហៅខ្សែបាសបាទ8តង់ខាងនេះហៅខ្សែបាសខ្សែធំនេះខ្សែបាសនេះខ្សែខាងនេះខ្សែឯកខាងនេះខ្សែគោអានេះខ្សែឯកនេះខ្សែគោបាទដូចនេះគោខ្សែគោខ្សែគោខ្សែគោអត់មានគោមិនថាវាអត់លឺបាទវាតែខ្សែគោនេះជាភាសាបច្ចេកទេសសម្រាប់តន្ត្រីខ្សែគោបាទមិនមែនគោអត់និយាយលឺទេមិនស្មាគោនោះវាអត់លេងលឺសំឡេងខ្ញុំចេះចាំថាឥឡូវម្ដងទៀតអានេះខ្សែឯកអានេះខ្សែគោនេះខ្សែឯកនេះខ្សែគោនេះខ្សែបាសអានេះខ្សែបាសហ្នឹងបាទចុះនេះវិញខ្សែគោដែរអត់ទេអានេះឲ្យទៅខាងនេះខ្សែបាសទាំងអស់ខាងនេះខ្សែបាសទាំងអស់បាទគាត់តែតាមសលេងរបស់វាសលេងពីធំមកតូចបាទចុះអានេះគេហៅអីគេបាទអានេះហៅខ្ទង់បាទខ្ទង់អានេះខ្សែបាទចុះពួកអានេះបាទរត់នេះពួកនេះហៅរនួតគេហៅរនួតមែនទេខ្មែរអត់ដឹងទេណាចូលណាសួរគាត់គេរនួតចុះអានេះនេះស្អីគេនេះអានេះហៅរនីលណូតចាំចាំបាទនេះរនួតអានេះរនួតអានេះរនេលអានេះខ្សែនេះខ្ទង់អានេះខ្ទង់បាទនេះខ្ទង់ហើយដល់ពេលខ្សែខឹមនេះមានប៉ុន្មានដូច3ខ្សែឯកខ្សែកខ្សែបាសបាទខ្ញុំចាំទេក៏តែខឹមពីដើមគេមិនសូវប្រើនេះទេដល់ពេលសម័យទំនើបទៅបច្ចេកទេសនេះប្រាជ្ញខ្មែរយើងរកឃើញបានគេដាក់អានេះខ្ទង់រ៉ាប់នេះសម្រាប់ដាក់រនេលអានេះគេខ្ទង់រ៉ាប់បាទខ្ទង់រ៉ាប់ខ្ទង់រ៉ាប់រនេលនេះខ្ទង់រ៉ាប់នេះខ្ទង់រ៉ាប់រនេលពីដើមមិនមានតែត្រឹមនេះម្នេះទេនេះមានតែត្រឹមខ្ទង់រ៉ាប់នេះវិញនេះម្នេះបាទនេះខ្ទង់រ៉ាប់នេះទេតែដល់ឥឡូវអានេះរនេលអានេះអីគេមែនរនេលរនួតអានេះខ្ទង់រ៉ាប់បាទអានេះខ្ទង់រ៉ាប់ហើយចុះអានេះពូស្អីគេនេះហៅគេនេះផ្កាអានឹងគេហៅបើភាសាយើងបច្ចេកទេសធម្មតាគេហៅដោះបាទដោះខឹមដោះខឹមបាទដោះនឹងខ្ញុំអត់ដែលឮមែនទេដោះនឹងកាលពីចេះបើតាមខ្ញុំវិភាគទៅបានជាគេធ្វើដោះគឺគម្របនេះណា
បើយើងមើលទៅដូចគម្របថាចា បាទ ដូចគម្របបានជាគេដាក់ចេះដោយសារខាងក្នុងនេះមានប្រហោងមួយធំកាលណាបើសិនយើងអត់ដាក់គម្របប្រហោងនេះតូចទេវាអាចមានសត្វអីចូលដល់គេដាក់គម្របនេះទៅដើម្បីការពារកុំឲ្យមានសត្វកន្លាតសត្វអីទៀតចូលទៅបាទកុំឲ្យចូលទៅនៅក្នុងនោះ បើចុះអាប្រិតនឹងខៃគេមានពាក្យចែកតិច បាទអាហ្នឹងគេហៅថាសរឹក សោរិត បាទ សោរិតអា បាទគេហៅសោខឹមដែរ សោខឹមដែរ បាទសោខឹម អូខេ វាត្រង់ទ្រាវាដូចជាសរឹកកង់សរឹកអីចឹងដែរ ខែសោ ក៏ ខឹ ស ម ដែរបាទស សោខឹមហ្នឹងមានអីអានេះរត់អារងត់ ហើយយើងទិញមកគេមកកំភ្លេន ចានេះហៅកំហបធម្មតាក៏មានពាក្យ បាទ ចែក ហ្នឹងហៅគម្រប គម្របខឹម បាទគម្របខឹមបាទនេះតួ តួខឹម បាទ